បាទសួស្តីសិស្សានុសិស្សនិងអ្នកសិក្សាទាំងអស់គ្នាថ្ងៃនេះលោកគ្រូនឹងលើកយករឿងរាមកេរ្តិ៍ខ្សែ7យកមកធ្វើការសង្ខេបជាបន្តទៅទៀតហើយមុននឹងឈានទៅដល់សាច់រឿងជាដំបូងលោកគ្រូសូមថ្លែងអំណរគុណទៅដល់សិស្សានុសិស្សនិងអ្នកសិក្សាទាំងអស់ដែលតែងតែជួយចុច Like Subscribe និង View វីដេអូរបស់លោកគ្រូសម្រាប់អ្នកថ្មីសូមជួយចុច Subscribe ដើម្បីទទួលបាននូវវីដេអូថ្មីៗបន្ថែមទៀតបាទតួអង្គនៅក្នុងរឿងរាមកេរ្តិ៍ខ្សែ7មានដូចជាព្រះរាមជាបុត្ររបស់ព្រះបាទទសរថនិងព្រះនាងកោសកល្យាណព្រះលក្សណ៍ជាបុត្ររបស់ព្រះបាទទសរថនិងព្រះនាងសមុទ្រហនុមានជាបុត្ររបស់ព្រះពាយនិងជាក្មួយរបស់សុគ្រីពជាស្ដេចស្វានៅនគរខាខិនអង្គតជាកូនរបស់ពាលីនិងជាក្មួយរបស់សុគ្រីពមហាចម្ពូជាស្ដេចស្វានៅព្រៃហេមពាន្តខុននីលជាសេនាជំនិតរបស់មហាចម្ពូខុននុលជាសេនាជំនិតរបស់មហាចម្ពូព្រះសមុទ្រជាទេពរក្សាមហាសមុទ្រព្រះរាមមានបំណងចង់ថ្នល់ឆ្លងទៅនគរលង្កាក៏ប្រជុំអស់សេនាបតីដើម្បីស្វែងរកវិធីព្រះរាមបានពិគ្រោះគ្នាជាមួយសុគ្រីពដើម្បីស្វែងរកសម្ព័ន្ធមិត្តដែលខ្លាំងពូកែមកជួយព្រះអង្គបន្ថែមទៀតពេលនោះសុគ្រីពទូលថ្វាយថាមានតែស្ដេចស្វាមហាចម្ពូទេដែលមានភ្នែកក្រឡេកឆេះហើយមានរិទ្ធស្មើនឹងពាលីស្ដេចស្វានេះមានសេនាជំនិតខ្លាំងពូកែពីរនាក់គឺខុននុលនិងខុននុលព្រះរាមក៏ប្រើហនុមាននិងអង្គតទៅចងស្ពានមិត្តរីនិងមហាចម្ពូពេលទៅដល់មហាចម្ពូបានឲ្យមន្ត្រីចាត់ចែងទទួលរាជទូតទាំងពីរតាមការគួរសមហនុមានបានពោលសម្លុតថាពួកយើងជាសេនាព្រះរាមស្ដេចឲ្យយើងមកសុំជំនួយពលហើយទ្រង់ផ្ដាំថាបើដល់យប់ឲ្យនាំទ័ពទៅទាំងយប់បើដល់ថ្ងៃឲ្យនាំទ័ពទៅទាំងថ្ងៃលើដូច្នោះមហាចម្ពូខឹងណាស់ក៏បញ្ជាឲ្យសេនាចាប់រាជទូតទាំងពីរដាក់ក្នុងទ្រង់ដែកលុះដល់ពេលរាត្រីហនុមានសណ្ដំទ័ពស្វាទាំងអស់ហើយកាច់ទ្រង់ដែកចេញមកក្រៅហនុមានបានឲ្យអង្គតហោះទៅមុនចំណែកខ្លួនវិញចូលទៅបាត់ទ្វារប្រាសាទហើយលើកតែនបន្ទុំដែលមហាចម្ពូកំពុងផ្ទុំហោះយកទៅនៅតាមផ្លូវហនុមានបានជួបជាមួយអង្គតដែលហោះលេងរួចកំពុងតែដើរទើបហនុមានឲ្យអង្គតតោងស្មាខ្លួនហនុមានបានយកមហាចម្ពូទៅទុកនៅក្បែរក្រឡាបន្ទុំព្រះរាមហើយយកដំណឹងទៅទូលថ្វាយព្រះលក្សណ៍បានយករឿងនេះប្រាប់សុគ្រីពបានដឹងហើយសុគ្រីពបញ្ជាហនុមានទៅខ្ចីកាឡាព្រះនរាយពីព្រះឥសូរយកមកថ្វាយព្រះរាមពេលព្រះរាមពាក់កាឡាព្រះនរាយហើយហនុមានសាយមុនសណ្ដំពីមហាចម្ពូតើឡើងងាកមើលឆ្វេងស្ដាំមានកំហឹងខ្លាំងលោកងាកឃើញព្រះរាមក្នុងកាឡាព្រះនរាយក៏លុតជង្គង់ថ្វាយបង្គំព្រះរាមថ្លែងពីសេនាជំនិតខុននីលនិងខុននុលបានហោះជ្រែកមេឃជ្រែកដីតាមស្វែងរកមហាចម្ពូគ្រប់ទីកន្លែងដោយអំណាចនៃចិត្តនឹករបស់មហាចម្ពូពួកគេទាំងពីរក៏បានផុសមកអង្គុយក្បែរមហាចម្ពូនិងនាំគ្នាថ្វាយបង្គំព្រះរាមបានត្រាស់សុំជំនួយពីមហាចម្ពូដើម្បីសង់ស្ពានឆ្លងសមុទ្រទៅកាន់ក្រុងលង្កាមហាចម្ពូទូលថាខ្លួនចាស់ហើយក៏ប្រគល់សេនាទាំងពីរដែលមានរិទ្ធខ្លាំងពូកែស្មើនឹងខ្លួនឲ្យទៅព្រះរាមជួយមើលការខុសត្រូវផងរួចហើយក៏លាត្រឡប់ទៅនគរវិញព្រះរាមក៏ឲ្យសេនាជញ្ជូនថ្មសង់ស្ពានឆ្លងសមុទ្រពេលនោះពលស្វានាំគ្នាលើកថ្មទម្លាក់ចូលក្នុងសមុទ្របែកទឹកខ្ចាយបណ្ដាលឲ្យព្រះសមុទ្រខឹងក្រោធក៏នាំពួកត្រីនាគមកជញ្ជូនដុំថ្មចេញវិញអស់ ព
ព្រះរាមដឹងដំណឹងនេះក៏ប្រជុំពលសេនាជ្រើសរើសអ្នកមានថ្វីដៃដើម្បីចងស្ពានសុគ្រីពធានាកាឡាខ្លួនធំប៉ុនមហាព្រំរួចផ្ងាដៃឲ្យពលសេនាយោធាដើរឆ្លងទៅត្រើយម្ខាងរីឯហនុមានបានទូលអួតថាខ្លួននឹងលាកន្ទុយពាត់ឆ្នេរឯនាយហើយយកដៃម្ខាងចាប់ទាញឆ្នេរខាងអាយឲ្យចូលជិតគ្នាដើម្បីចម្លងកងទ័ពចំណែកអង្គត់វិញធានាថានឹងស្រូបយកទឹកសមុទ្រឲ្យរីងអស់ដើម្បីឲ្យទ័ពដើរកាត់ទៅក្រុងលង្កានៅពេលឃើញពលសេនាអួតរត់រៀងខ្លួនដូច្នេះព្រះរាមក៏ចាប់សរអគិវាសផ្លែងដុតមហាសាគរឆេះងងឹតមេឃអាកាសផ្អើលអស់ពួកមច្ឆាពេលនោះព្រះសមុទ្រក៏បានឡើងមកសុំការសន្តោសប្រណីពីព្រះរាមដោយធានាជួយសំស្ពានថ្វាយវិញព្រះសមុទ្រកែនពពុះមកពិនពំនាំដុំថ្មមកសង់ស្ពានរហូតបានសម្រេចជាស្ថាពរព្រះរាមបានចាត់ចែងរៀបចំដឹកនាំពលសេនាធ្វើដំណើរឆ្លងកាត់ស្ពានកាត់មហាសមុទ្រឆ្ពោះទៅនគរលង្កាឮសូរស័ព្ទកងរំពងក៏ក្រើកអស់ព្រឹទ្ធាពីរលុះនៅពេលទៅដល់ត្រើយម្ខាងព្រះរាមក៏ប្រជុំពលសេនាយោធាត្រៀមកម្លាំងដើម្បីធ្វើចម្បាំងជាមួយពួកយក្សបាទចឹងដំណើររឿងខ្សែទី7នេះក៏ឈានមកដល់ទីបញ្ចប់ផងដែរហើយយើងនឹងជួបគ្នានៅខ្សែទី8ជាបន្តទៀតបាទអរគុណជម្រាបលា